រៀនដោះលែងខ្លួនឯងកូនជាទីស្រឡាញ់រឿងរ៉ាវនៅក្នុងជីវិតនេះគឺពិតជាស្មុគស្មាញណាស់មានបញ្ហាមិនចេះចប់រឿងមួយមិនទាន់ចប់សពគ្រប់ផងរឿងមួយទៀតក៏កើតឡើងជាបន្តបន្ទាប់ធ្វើឲ្យជីវិតនឿយហត់នឹងដោះស្រាយចិត្តក៏ចាប់ផ្ដើមខ្វល់ខ្វាយនឿយណាយធុញថប់គ្រប់រឿងរ៉ាវបង្កបង្កើតទៅជាវិបត្តិផ្លូវចិត្តព្រោះតែរវល់ខ្វល់គិតពីបញ្ហាទាំងអស់នោះរហូតដល់ពេលខ្លះចងខ្លួនឯងជាប់ជាមួយនឹងបញ្ហាស្រាយមិនចេញរើខ្លួនមិនរួចវាហាក់បីដូចជាដាក់គុកនឹងធ្វើទរណកម្មផ្លូវចិត្តខ្លួនឯងយ៉ាងធ្ងន់ធ្ងរអីអញ្ចឹងតាមការពិតទៅរឿងរ៉ាវនៃបញ្ហាដែលកើតឡើងនៅក្នុងជីវិតបើកូនគិតទៅក្នុងផ្លូវវិជ្ជមានវាជាបទពិសោធន៍ជីវិតមួយដ៏សំខាន់ដែលធ្វើឲ្យជីវិតរបស់កូនមានសេចក្តីក្លាហាននិងប្រឈមមុខជាមួយនឹងវាហើយវាក៏ធ្វើឲ្យកូនរឹងមាំក្នុងការចម្បាំងតតាំងជាមួយនឹងបញ្ហាទាំងអស់នោះផងដែរបញ្ហាកើតឡើងនៅក្នុងជីវិតកាន់តែច្រើនជីវិតកូនក៏កាន់តែរឹងមាំក្នុងការដោះស្រាយកូនត្រូវតែរៀនដោះលែងខ្លួនឯងឲ្យមានសេរីភាពឲ្យចិត្តកូនបានស្រស់ស្រាយរីករាយជាមួយនឹងពិភពខាងក្រៅខ្លះថាតើវាស្រស់ស្អាតយ៉ាងណាឈប់ចងខ្លួនឯងទុកនៅក្នុងភពងងឹតទៀតទៅរស់នៅដើម្បីស្វែងរកសេចក្តីសុខឲ្យខ្លួនឯងផងកុំរស់នៅប្រមូលតែបញ្ហាមកដាក់ក្នុងចិត្តនោះតើឲ្យជីវិតនេះមានន័យយ៉ាងម៉េចទៅកើតបញ្ហាណាដោះស្រាយបានដោះស្រាយទៅបញ្ហាណាដោះស្រាយមិនបានទេទុកសិនទៅខ្វល់ច្រើនពេកគិតច្រើនបង្កើនតែបញ្ហាថែមទៀតទេណាកូនសមុទ្រតែងមានរលកពពកតែងរសាត់តើទៅហាមផុតម្ដេចនឹងបានវាប្រៀបដូចជាជីវិតដែលតែងតែមានបញ្ហាអ្នកណាដែលថាគេចផុតគឺមិនមានទោះបីជារត់ទៅដល់ទីណាក៏នៅតែមានបញ្ហាដូច្នេះឈប់ចងខ្លួនឯងជាប់ទៅនឹងក្នុងភពនៃបញ្ហាទៀតទៅកូនត្រូវព្យាយាមដោះលែងឲ្យខ្លួនឯងឲ្យមានពន្លឺរស្មីនិងឲ្យមានសេរីភាពចាប់ពីពេលនេះតទៅណាកូនត្រូវដោះលែងខ្លួនឯងឲ្យមានសេរីភាពឈប់ចងខ្លួនឯងទុកក្នុងភពងងឹតទៀតទៅណាកូន